Ok ngàyនេះខ្ញុំមកកែលំហាត់បន្តទៀតគឺលំហាត់ទី3ខ្ញុំលើកយកលំហាត់អានទីក្រាលអនុគមទៅកោណមៀតអន្តការកំណត់ពី0ទៅផៃលើ2អញ្ចឹងចំពោះអន្តក្រាលហ្នឹងដើម្បីកណនាវាបានយើងគ្រាន់តែចាំរូបមន្តអន្តក្រាលកុស AX ហើយនឹងអន្តក្រាល sin AX មកបានហើយអន្តក្រាលកុស AX dx ហ្នឹងគឺវាស្មើ1លើ a sin ax ហើយដល់ពេលអន្តក្រាល sin ax វាស្មើដក1លើ a cos ax ចឹងយើងគ្រាន់តែចាំរូបមន្តហ្នឹងទៅយើងធ្វើបានហើយបានអន្តក្រាលអូខេឥឡូវយើងមកដោះស្រាយទាំងអស់គ្នា2ស្មើអន្តក្រាលកំណត់ពី0ទៅផៃលើ2នៃ cos 2x បូកឲ្យ sin 2x dx អូខេឥឡូវយើងចំនួនរូបមន្តទៅពេលហ្នឹង cos 2x អញ្ចឹងពេលហ្នឹងមានន័យថា a យើងស្មើ2ចឹងយើងអាចចំនួនវាបានអញ្ចឹងវាស្មើ1លើ2 sin 2x ហើយដកដល់ពេលអន្តក្រាល sin វាចេញដកកុសអញ្ចឹងវាដក1លើ2 cos 2x កំណត់ពី0ទៅផៃលើ2តើមកយើងចាប់ដើមចំនុះតម្លៃកំណត់វាចូលយើងចំនុះគោលលើមុនណាអញ្ចឹងវាបាន1លើ2 sin 2x គុណនឹងផៃលើ2បន្ទោះ sin 2គុណផៃលើ2ហើយដក1លើ2 cos 2គុណនឹងផៃលើ2អូខេអានេះយើងដាក់វងខ្ចក់មកហើយដក1លើ2 sin 2គុណ0ហើយបានដក1លើ2 cos 2គុណនឹង0ពោះយើងចំនួនគោលក្រោមយើង0ណាអូខេយើងចាប់ដើមគណនាបន្តទៀតចានេះសម្រួលទៅវានៅសល់ sin ផៃណាសល់ sin ផៃដក1លើ2 cos ផៃណាលើ2 cos ផៃដកអានេះខ្ញុំគុណសញ្ញាដកចូលតែម្ដងអញ្ចឹងបានដក1លើ2 sin 0ហើយបានបូក1លើ2 cos 0នេះអញ្ចឹង sin ផៃវា0ណាអញ្ចឹងអានេះ1លើ2គុណ0ណាហើយដក1លើ2 cos ផៃវាដក1អញ្ចឹងគុណនឹងដក1អានេះដក1លើ2ទៅពេល sin 0វា0ដែរអញ្ចឹងគុណ0បូក1លើ2 cos 0វា1ណាចានេះគុណនឹង1ណាយើងគណនាលេខនឹងបន្តទៀតមកណាអានេះ0ហើយនេះដក1លើ2គុណដក1វាទៅជា1លើ2ហើយអានេះដក1លើ2គុណ0វាទៅជា0អានេះ1លើ2គុណ1វាទៅជា1លើ2អញ្ចឹងយើងយកអា1លើ2នេះមកបូកចូលគ្នាមកវាបាន1ណាអញ្ចឹងចម្លើយរបស់អន្តក្រាលយើងគឺស្មើ1ចម្លើយចុងក្រោយអូខេចប់ប៉ុណ្្នឹងណាលំហាត់នេះមានអីទេខ្លីដែរទេសំខាន់ឲ្យយើងចាំរូបមន្ត2នេះយើងអាចធ្វើវាបាន